សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃពិសេសដែលខ្ញុំចេញវីដេអូជាលើកដំបូងគឺនិយាយពីតកតនឹងម៉ូតូ KTM Duke បើតាមបទពិសោធន៍ដែលខ្ញុំជិះរយៈពេលជិតមួយខែនេះមកគឺថា KTM Duke ជាម៉ូតូមួយដែលថែទាំគឺត្រូវការថែទាំខ្លាំងបើយើងប្រៀបធៀបជាមួយនឹងម៉ូតូកម្លាំងធំដូចជា R6 ដូចជា CBR ក៏គេត្រូវការថែទាំដែរហើយខ្ញុំប្រធានបទគឺខ្ញុំនិយាយតទៅនឹងភ្លើងប្រព័ន្ធភ្លើងរបស់ KTM និយាយទៅប្រព័ន្ធភ្លើងរបស់ KTM បើយើងប្រៀបធៀបជាមួយនឹងម៉ូតូកម្លាំងធំគឺត្រូវការយកចិត្តទុកដាក់ក្នុងការថែទាំវាខ្លាំងមែនតើគឺទី1ពេលដែលយើងទៅលាងភាគច្រើន KTM គឺគេអត់ឲ្យលាងនៅដោយការបាញ់ទឹកខ្លាំងណាដែលយើងដូចថាទៅកន្លែងលាងម៉ូតូទៅកន្លែងលាងអីយើងឲ្យគេលាងដោយមិនបានដឹងគឺខ្ទេចហើយទឹកភ្លើងគឺទឹកជ្រាបចូលខ្ទេចអញ្ចឹង KTM នោះគឺមានបំរាមគឺគេអត់ឲ្យយើងហ្នឹងទៅលាងដូចថាទឹកខ្លាំងបាញ់ទៅធ្វើឲ្យប៉ះពាល់ដល់ភ្លើងបាញ់ប៉ះពាល់ដល់ធុងទឹកអីជាដើមអញ្ចឹងគឺគេឲ្យយើងហ្នឹងគឺលាងប្រើទឹកលក្ខណៈថាទឹករៀងបាញ់រៀងតិចអីចឹងណាដើម្បីទី1គឺប្រសិនណាជាទឹកនឹងខ្លាំងពេកពេលដែលបាញ់លាងទៅវាអាចប៉ះពាល់ដល់ក្បាលដោតតកតនឹងប្រព័ន្ធភ្លើងអីផ្សេងអញ្ចឹងទៅអញ្ចឹងក៏គេហាមប្រាមតកតកន្លែងហ្នឹងហើយចំណុចដែលយើងគួរតែថែទាំភ្លើងគឺពេលដែលយើងចង់លាងទឹកគឺយើងលាងតែកន្លែងណាដែលយើងចាំបាច់ខ្លាំងទៅដូចជាធុងសាំងដូចជាបូមដូចជាសបកកង់អីផ្សេងទៅតកតនឹងបញ្ហាភ្លើងគឺយើងគ្រាន់តែយកកណាសើមមួយទៅជូតវាអីទៅយើងប្រើបានយូរតកតនឹងភ្លើងវាអត់មានអីជាបញ្ហាសំខាន់ខ្លាំងទេហើយនឹងភាគច្រើនគឺគេនិយាយថាឌូកគឺអន់តកតនឹងភ្លើងបាទខ្ញុំទទួលស្គាល់ថាឌូកអន់ភ្លើងគឺដោយសារតែដូចខ្ញុំនិយាយចឹងពេលណាដែលយើងថែទាំឲ្យបានល្អឧទាហរណ៍ថាម៉ូតូយើងពេលខ្លះកំពុងតែជីក្តៅខ្លាំងចឹងក្តៅយើងអត់ទុកឲ្យម៉ូតូហ្នឹងវាថាត្រជាក់សិនទេយើងទៅលាងទឹករួចដល់ពេលយើងទៅលាងទឹកយើងទៅឧទាហរណ៍ថាឲ្យជាងគេលាងឲ្យទៅពេលខ្លះទៅជាងក៏គេមិនសូវយល់ដឹងច្បាស់ដែរគេចិត្តតែលាងទៅលាងប៉ាណាប៉ាណីចឹងទៅហើយទៅពេលដែលគេបាញ់ចឹងទៅហើយម៉ាស៊ីនយើងកំពុងតែក្តៅពេលច្រើនឌុបបើសិនណាជាម៉ាស៊ីនយើងកំពុងតែក្តៅយើងទៅលាងទឹកគឺហានិភ័យចូល 90% នៃការឆ្លងតកតនឹងភ្លើងអញ្ចឹងវិធីសាស្ត្រដែលល្អគឺយើងឲ្យម៉ូតូហ្នឹងរៀងត្រជាក់សិនទៅយើងទុំម៉ូតូរៀងត្រជាក់ហើយចាំយើងធ្វើការលាងវាហើយតកតនឹងខ្ញុំនិយាយតកតនឹងផ្លិតទឹកភាគច្រើនក៏នេះវាក៏ពេលវាមកពីផ្លិតទឹកខ្លាំងដែរអញ្ចឹងផ្លិតទឹកហ្នឹងក៏ដូចគ្នាផ្លិតទឹកវានៅជាប់ជាមួយនឹងដង្ហែតែម្ដងអញ្ចឹងបើសិនណាយើងប្រើទឹកបាញ់វាខ្លាំងពេកទៅវាអាចនឹងប៉ះពាល់ដល់ដង្ហែឬក៏បាក់ជើងដង្ហែអញ្ចឹងទៅក៏ម៉ូតូយើងជាអស្រួលដែរហើយម៉ាស៊ីនឌូកក្តៅបើសិនណាជាអត់មានដង្ហែជំនួយផ្លិតទឹកជំនួយទេគឺឌូកគឺចោលតែម្ដងបាទជាអត់កើតតែម្ដងអញ្ចឹងវិធីសាស្ត្រនៃការថែទាំម៉ូតូឌូកតកតនឹងភ្លើងអញ្ចឹងយើងត្រូវតែទី1យើងត្រូវតែលាងដោយខ្លួនឯងឬក៏យើងទៅកន្លែងជាងទៅយើងប្រាប់ជាងថាសូមបន្ថយទឹកកុំឲ្យបាញ់ខ្លាំងពេកហើយយើងក៏កុំលាងកន្លែងខ្សែភ្លើងខ្លាំងពេកកុំឲ្យវាប៉ះពាល់ដល់ភ្លើងពេលដែលទឹកចូលទៅខ្លាំងពេកទៅទឹកក៏អាចជ្រាបទៅចូលដល់ខ្សែភ្លើងទៅពេលដែលលាងម្ដងពីរដងវាអត់អីទេគ្រាន់ថាយើងលាងចាប់ពី3ដង4ដងឡើងទៅអាទឹកហ្នឹងវានៅស្នឹមវានៅឆេះណាកន្លែងខ្សែដែលវាលាក់នៅក្នុងភ្លើងណាដល់ពេលអញ្ចឹងទៅអាចបណ្ដាឲ្យច្រេះយូរទៅក៏វាបណ្ដាឲ្យខូចទៅនឹងភ្លើងអញ្ចឹងទៅអញ្ចឹងវិធីសាស្ត្រក្នុងការថែទាំពេលដែលយើងលាងគឺយើងបាញ់ថ្នមហើយយើងលាងសម្អាតវាហើយយើងត្រូវដោះកែបកែបខាងក្រោយនេះយើងត្រូវដោះកែបវាដើម្បីឲ្យអាកន្លែងក្បាលកន្លះចៅអាគុយហ្នឹងយើងត្រូវជូតវាឲ្យស្ងួតកុំឲ្យវាមានទឹកហើយកន្លែងប៊ូស៊ីហ្នឹងយើងត្រូវតែលាងសម្អាតវាជូតវាឲ្យបានស្អាតអញ្ចឹងមកហើយកន្លែងតាប់ឡូវាក៏សំខាន់ដែរបាទតាប់ឡូភាគច្រើនក៏អាសាខូចញឹកដែរទៅលើតាប់ឡូអញ្ចឹងបើសិនណាជាយើងលាងយើងមិនបាច់លាងខ្លាំងពេកទេកន្លែងតាប់ឡូគ្រាន់យើងយកកណាត់សើមទៅជូតតាប់ឡូទៅបានហើយអត់ស្ូវអីជាបញ្ហាទេហើយចាក់ទៅនឹងដៃក៏អញ្ចឹងដែរដៃប្រាំងដៃអីខាងលើនេះគ្រាន់តែយើង
យកទឹកសាប៊ូមករៀង30តិចមកជូរវាទៅបានហើយហើយអាលើហ្នឹងក៏យើងបាច់ត្រូវបាញ់ខ្លាំងពេកដែរយើងគ្រាន់យកទឹកមកជះវាឲ្យវាសើមឲ្យវាស្អាតតាសាប៊ូទៅហើយយើងធ្វើការជូរវាទៅគឺតែប៉ុណ្្នឹងទេហើយវិធីសាស្ត្រនៃការថែទាំភ្លើងដូចជាមានតែប៉ុណ្្នឹងទេអ្វីដែលខ្ញុំដឹងតើតទៅនឹង KTM ឌុបអញ្ចឹងបើសិនណាជាចង់ឲ្យខ្ញុំនិយាយពីផ្សេងនៃការថែទាំដូចជាភេកបាត់អីផ្សេងទៀតសូមពុកម៉ែបងប្អូនជួយចុច like share ផងដើម្បីខ្ញុំនិយាយអំពីឌុបដោយសារតែឥឡូវឌុបអត់សូវមានគេជិះច្រើនទេដោយសារតែគេថាអញ្ចេះគេថាអញ្ចោះប៉ុន្តែខ្ញុំនៅតែសម្រាប់ចិត្តថាទិញ KTM ឌុបយកមកជិះហើយខ្ញុំក៏ចង់ដឹងដែរថាវាដូចអ្វីដែលគេនិយាយមែនអត់តែតទៅនឹងភ្លើងនឹងភាគច្រើនគឺភ្លើងហើយមួយវិញទៀតមួយចំណុចទៀតតែខ្ញុំលើកគេនិយាយតគ្នាថា KTM ឌុបហ្នឹងបើសិនណាជាភ្លើងវាតែខូចម្ដងហើយដងភ្លើងគឺយើងធ្វើរហូតហើយគ្រឿងវាថ្លៃខ្ញុំទទួលស្គាល់ថាគ្រឿងរបស់ឌុបវាថ្លៃហើយនឹងភ្លើងដូរម្ដងខូចរហូតហ្នឹងគឺដោយសារតែពីមុនមកភ្លើងដែលគេដូរហ្នឹងគេដូរដាក់ភ្លើងអាយមិនមែនជាភ្លើងដើមរបស់វាអញ្ចឹងកាលណាដែលមិនមែនជាសំណុំរបស់វាពេលដែលយើងប្រើប្រាស់ទៅវាតែតែងាកខូចទេអញ្ចឹងបើសិនណាយើងដាក់ឲ្យចំសំណុំរបស់វាដើមក៏វាជិះស្រួលដែររាប់ឆ្នាំបើសិនណាយើងចេះថែទាំណាហើយតកតោនឹងឥឡូវគ្រឿងបន្លាស់របស់ឌូក៏វាមិនសូវថ្លៃប្រហែលដែរឥឡូវវាក៏ធ្លាក់ថ្លៃខ្លះហើយបើសិនណាយើងប្រៀបធៀបជាមួយនឹងម៉ូតូ brand ម៉ាកល្បីផ្សេងក៏គ្រឿងបន្លាស់វាក៏មិនសូវខុសគ្នាប្រហែលដែរឲ្យតែយើងចេះថែទាំវារបស់ណាដែលយើងថែទាំវាទៅក៏វាប្រើបានយូរតែអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏ជាវីដេអូលើកទី1ដែលខ្ញុំនិយាយពី KTM អញ្ចឹងបើសិនណាជាមានចំណុចខ្វះខាតសូមពុកម៉ែបងប្អូនអភ័យទោសផងចុះបាទហើយបើសិនណាជាចូលចិត្តនៅវីដេអូនេះសូមពុកម៉ែបងប្អូនជួយ like ជួយ share ជួយ comment បងហើយបើសិនណាជាពាក្យពេចន៍ដែលខ្ញុំនិយាយមានកន្លែងណាខ្វះខាតហើយប្រការណាមួយសូមពុកម៉ែបងប្អូនអភ័យទោសដល់រូបខ្ញុំបាទផងហើយជាលើកចុងក្រោយសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត